គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកិត្តិយសមកជម្រាបជូនអំពីកម្មវិធីសំខាន់ធំនៅក្នុងសង្ក្រាន្តកំពង់ចាមចាសម្រាប់រសៀលថ្ងៃទី13នេះនៅវេលាម៉ោង3រសៀលយើងនឹងមានកម្មវិធីដ៏ធំអស្ចារ្យដែលមិនធ្លាប់មានគឺការដង្ហែក្បួនដែលមានរូបសត្វពស់តំណាងឆ្នាំអាសាញ់ដើម្បីមកធ្វើពិធីបើកសង្ក្រាន្តនៅមុខសាលាខេត្តទាំងអស់គ្នាហើយចំពោះថ្ងៃទី14នៅវេលាម៉ោង4:48នាទីយើងក៏មានរៀបចំជាការទទួលទេវតាជុំគ្នានៅទីលានមុខសាលាខេត្តផងដែរសម្រាប់ថ្ងៃទី15ដែលជាថ្ងៃពិសេសមួយដែលបងប្អូនទាំងអស់គ្នាសុទ្ធតែបានដឹងគ្រប់គ្នាគឺកម្មវិធីលះហាលចម្ងាយ 1000 ម៉ែត្រចាមុន3តោនតែសូមអញ្ជើញបងប្អូនមកចូលរួមហូបលះទាំងអស់គ្នាដោយឥតគិតថ្លៃសម្រាប់ថ្ងៃទី16ដែលជាថ្ងៃចុងក្រោយហើយក៏ជាថ្ងៃដែលសប្បាយជាងគេនោះគឺជាថ្ងៃស្រង់ព្រះដែលយើងនឹងមានការបាញ់ទឹកនិងបាញ់ពពុះសាប៊ូសម្រាប់ថ្ងៃទាំង3ថ្ងៃនេះយើងក៏មានជាល្បែងល្បាំប្រជាប្រិយតន្ត្រីចាដែលប្រគំជូននៅមុខសាលាខេត្តទាំង3ថ្ងៃព្រមទាំងមានការតាំងពិព័រណ៍មួយផលិតផលមួយនិងតន្ត្រីថ្នាក់យក្សព្រមទាំងមានគុណខ្មែរផងដែរនៅខាងក្រោយមន្ទីរវប្បធម៌ខេត្តកំពង់ចាមដូច្នេះសូមអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ចាសូមមកចូលរួមទស្សនាក៏ដូចជាកំសាន្តសប្បាយក្នុងឱកាសសង្ក្រាន្តខេត្តកំពង់ចាមរបស់យើងដែលរៀបចំដោយរដ្ឋបាលខេត្តក្រុមការដឹកនាំរបស់អាដាមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តទាំងអស់គ្នាសូមជូនពរឆ្នាំថ្មី